ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងចាសម្រាប់អ្នកកើតឆ្នាំរោងនៅក្នុងខែនេះចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកអស់សង្ឃឹមខកបំណងឬក៏អាចថាលោកអ្នកជួបតែបញ្ហាមិនចេះចប់អញ្ចឹងធ្វើឲ្យលោកអ្នកគិតច្រើនស្មុគស្មាញច្រើនអញ្ចឹងនៅក្នុងឆ្នាំរោងអ្នកកើតឆ្នាំរោងនៅក្នុងខែនេះលោកអ្នកអាចគេហៅថារៀងហត់នឿយផ្លូវចិត្តនឹងការគិតតែបន្តិចហើយប៉ុន្តែលោកអ្នកក៏អាចថាមានសំណាងល្អត្រឡប់វិញគឺអាចមានឱកាសជួបមនុស្សដែលត្រូវចិត្តឬក៏គេយល់ចិត្តយើងអាចនឹងចូលមកជួយក៏ដូចជាបង្ហាញផ្លូវដល់លោកអ្នកតាន់ពេលធ្វើឲ្យយើងអាចថានឹងមានដំណោះស្រាយអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញឃើញថាលោកអ្នកអាចកំពុងអស់សង្ឃឹមដូចគ្នាឬថាយើងគិតថាយើងដោះស្រាយលេងបានហើយយើងជួបការរាំងស្ទះហើយប៉ុន្តែលោកអ្នកក៏អាចមានឱកាសមានអ្នកចូលមកជួយតាន់ពេលណាធ្វើឲ្យយើងអាចថាដោះស្រាយប្រវត្តិលុយកាក់ហ្នឹងអាចនឹងដោះស្រាយចេញវិញចាហើយសម្រាប់រឿងលុយកាក់ដែរឃើញថានៅក្នុងខែនេះលោកអ្នកអាចមានឱកាសចំណាយទៅលើរឿងសម្ភារៈប្រើប្រាស់ចាដូចជាឡានម៉ូតូអីនៅក្នុងផ្ទះហ្នឹងវាអាចមានសុកទៅខូចទៅអីអញ្ចឹងណាចាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងសុខភាពលោកអ្នកប្រយ័ត្នក្បាលជង្គង់ហើយនឹងមាត់ធ្មេញបន្តិចចាវាអាចមានឈឺនៅផ្នែកហ្នឹងហើយមួយទៀតលោកអ្នកប្រយ័ត្នរឿងការបើកបរតិចណាប្រយ័ត្នមានការជួបឧបទ្ទវហេតុផ្សេងអាចនឹងកើតជារបួសចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះគឺត្រូវមានការប្រុងប្រយ័ត្នជាមួយការងារឲ្យបានហ្មត់ចត់និងច្បាស់លាស់បន្តិចព្រោះអាចថាការងាររបស់អ្នកអាចនឹងកើតចេញជាកំហុសដោយអចេតនាណាមួយចាវាធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ការងាររបស់យើងចាហើយសម្រាប់ការរកស៊ីរបស់អ្នកក៏ឃើញថាមានភាពរអាក់រអួលដែរនៅក្នុងខែនេះណាឃើញថាមិនសូវជាល្អប្រសើរទេចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូវិញចានៅក្នុងឱកាសនេះឃើញថាលោកអ្នកហត់នឿយលោកអ្នកគិតច្រើនជាមួយនឹងបញ្ហាខាងក្រៅប៉ុន្តែជីវិតគូឃើញថាទទួលបានភាពកក់ក្ដៅឬការយកចិត្តទុកដាក់បានយ៉ាងល្អចានឹងអាចមានការលើកទឹកចិត្តការផ្ដល់ការពិភាក្សាបានយ៉ាងល្អសម្រាប់លោកអ្នកណាចាហើយសម្រាប់លោកអ្នកដែលនៅទនេឃើញថាឱកាសនេះលោកអ្នកអាចមានបញ្ហាដែលគិតច្រើនអញ្ចឹងធ្វើលោកអ្នកអាចថាមិនទាន់បើកចិត្តឬចាប់អារម្មណ៍អ្នកណាទេណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរឃើញថាលោកអ្នកត្រូវប្រយ័ត្នអ្នកអាយុតិចជាងក្នុងផ្ទះអាចជាប្អូនកូនក្មួយរបស់យើងពួកគាត់អាចនឹងផ្ដល់ដំណឹងមិនសូវល្អមកដល់លោកអ្នកណាចាអាចនឹងមានដំណឹងអាក្រក់ពីពួកគាត់ដែរអញ្ចឹងគួរប្រយ័ត្នពីពួកគាត់តិចដែរចាដូចជាថាបងប្អូនមួយចំនួនដែលមានអូនមានកូនអីអាចថាបដៅឲ្យគាត់ជិះម៉ូតូជិះកង់អីទៅរៀនដែលខ្លួនឯងណាគួរប្រយ័ត្នបន្តិចដែរណាចាគួរណែនាំឬក៏ប្រាប់គាត់ពីការបើកបរឲ្យបានត្រឹមត្រូវព្រោះអាចកើតចេញជាបញ្ហាអីមួយដែលធ្វើឲ្យលោកអ្នកអាចនឹងទទួលអារម្មណ៍ថាយើងសោកស្ដាយដែលឲ្យគាត់ដូចថាជិះទៅខ្លួនឯងអីចឹងណាចឹងគួរតែប្រយ័ត្នហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយក្មេងឲ្យបានច្រើនទៅដើម្បីលើករាសីហើយពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ឈាមជ្រូកហើយនិងពណ៌ខៀវណាលេខសំណាងរបស់លោកអ្នកគឺមានលេខ42